ពេជ្រអតិទេពសង្ឃឹមច្រើនបើប៉ះហាន់ពីដណ្ដើមខ្សែក្រវ៉ាត់លើក្រោយពេជ្រឃាតមុខស្រស់កីឡាករពេជ្រអតិទេពបានបង្ហើបនៅក្នុងបទសម្ភាសន៍មួយបែបនេះថាបន្ទាប់ពីខ្ញុំចប់ភារកិច្ចក្នុងការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ស៊ីម៉ង់អូតរួចរាល់ហើយជំនួបរវាងខ្ញុំជាមួយនឹងហាន់ពីអាចនឹងកាត់ឡើងជាលើកទី2បងប្អូនយើងនេះបើតាមការបញ្ជាក់ពីសំណាក់ពេជ្រអតិទេពផ្ទាល់តែម្ដងពេជ្រអតិទេពបាននិយាយថាចំពោះក្បាច់របស់ហាន់ពីគឺមិនមានការប្រែប្រួលនោះទេពលគឺមុននឹងជួបគ្នានៅជំនួបទី1មកដល់ពេលនេះពេជ្រអតិទេពនៅតែមានមហិច្ឆតាចង់សងសឹកបាទប៉ុន្តែគេនៅជាប់ភារកិច្ចក្នុងការប្រកួតដណ្ដើមខ្សែក្រវ៉ាត់នៅឡើយដោយឡែកហាន់ពីនាពេលបច្ចុប្បន្ននេះក៏ឡើងជើងខ្លាំងដែរគេគឺជាម្ចាស់ខ្សែក្រវ៉ាត់ Gensburg ថ្មីនេះក្នុងការប្រកួត Foreman Tournament ហើយវគ្គចុងក្រោយគឺគេឈ្នះ Kim Di-mei បាទបងប្អូនយើងបាទពីរនាក់នេះបើសិនជាជួបគ្នាដឹងតែក៏ក្រៅជាលើកទី2បាទដៃរបស់ហាន់ពីធ្ងន់មែនទែនដែលធ្វើឲ្យពេជ្រអតិទេពសម្លាប់បាទសម្បីតែពេជ្រអតិទេពក៏សរសើរពីទម្ងន់កម្លាំងដៃនិងអាវុធក៏ដូចជាផ្លែកែងរបស់ហាន់ពីដែរចឹងបើសិនជាគូនេះជួបគ្នាម្ដងទៀតបងប្អូនយើងបាទយកខាងណាយកខាងនេះដែរបាទកុំភ្លេចចូលរួមខមមិននៅខាងក្រោមសូមអរគុណ